មេតបកម្ពុជារបស់អេរ៉ង់គម្រាមកាត់ដៃរបស់លោកដូណាល់ត្រាំខណៈទូរទស្សន៍រដ្ឋអេរ៉ង់គម្រាមផ្ដាច់ជីវិតរបស់លោកភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសអេរ៉ង់កាន់តែកើនឡើងកម្ដៅខ្លាំងឡើងដែលអាចផ្ទុះនៅពេលណាមួយក្នុងពេលដ៏ខ្លីខាងមុខនេះក្រោយពីមេតបកម្ពុជារបស់អេរ៉ង់បានចេញមកគម្រាមកាត់ម្រាមដៃនិងប្រអប់ដៃរបស់លោកដូណាល់ត្រាំខណៈទូរទស្សន៍រដ្ឋអេរ៉ង់គម្រាមផ្ដាច់ជីវិតរបស់ប្រធានាធិបតីអាមេរិករូបនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Iran International English នៅថ្ងៃសុក្រទី16ខែមករាឆ្នាំ2026នេះឲ្យដឹងថាលោកមូសេរេសៃមេតបកម្ពុជានៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានគម្រាមលោកដូណាល់ត្រាំដោយចំកាលពីថ្ងៃប្រហ័សទី15ខែមករាឆ្នាំ2026ថាយើងនឹងកាត់ម្រាមដៃនិងប្រអប់ដៃរបស់គាត់ហើយថាអេរ៉ង់នឹងលែងទទួលយកបទជបាញ់ទៀតហើយប្រសិនបើប្រទេសនេះត្រូវបានវាយប្រហារមេតបមូសេរេសៃបាននិយាយទៀតថាអ្នកមិនយកចិត្តទុកដាក់ចំពោះការអត់ធ្មត់និងការអត់ធ្មត់ជាយុទ្ធសាស្ត្រដែលយើងបានបង្ហាញនោះទេសូមបញ្ចប់ឥឡូវនេះហើយថយក្រោយបើមិនដូច្នោះទេមូលដ្ឋានយោធារបស់អ្នកនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងមិនមានសុវត្ថិភាពឡើយទន្ទឹមនេះទូរទស្សន៍រដ្ឋអេរ៉ង់បានចាក់ផ្សាយការគម្រាមកំហែងប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី14ខែមករាដោយបង្ហាញរូបលោកដូណាល់ត្រាំជួបជុំក្រុមអ្នកគាំទ្រក្នុងឆ្នាំ2024ដែលលោកត្រូវបានឃាតករលួចបាញ់ធ្វើឃាតអមដោយសារគម្រាមថាលើកនេះគ្រាប់កាំភ្លើងនឹងមិនខុសទៀតទេការព្រមាននេះធ្វើឡើងនៅពេលដែលអេរ៉ង់ប្រឈមនឹងមហាបាតុកម្មតវ៉ាពីពេញផ្ទៃប្រទេសដែលអង្គការសិទ្ធិមនុស្សរាយការណ៍ថាតួលេខគិតត្រឹមថ្ងៃប្រហ័សទី15ខែមករាឆ្នាំ2026បង្ហាញថានៅក្នុងមហាបាតុកម្មនៅអេរ៉ង់មនុស្សរហូតដល់ទៅ2571នាក់បានស្លាប់និងរហូតដល់ទៅ18100នាក់ត្រូវបានចាប់ខ្លួនហើយក៏មានការបិទអ៊ីនធឺណិតទូទាំងប្រទេសផងដែរយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ខ្ញុំតារាពី RTNews TV